ចាជំរាបសួរក៏ដូចជាសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹង admin ម្ដងទៀតហើយថ្ងៃនេះផងដែរ admin សូមលើកយករឿងភាគចិនដែលកំពុងតែល្បីខ្លាំងមកសម្រាប់ដើម្បីចែកជូនអ្នកទាំងអស់គ្នាទស្សនាកំសាន្តលេងផងដែរមានចំណងជើងថា overdue ដើម្បីកុំឲ្យរំលងវីដេអូរបស់ admin សូមជួយចុច like share និង subscribe ផងណាដើម្បីដឹងសាច់រឿងយ៉ាងណាតទស្សនាសាច់រឿងមួយនេះកើតឡើងនៅក្នុងទីក្រុងសៀងហៃសម័យសាធារណរដ្ឋហើយពីគ្រួសារមេតបដែលមានឈ្មោះថាមូរងមានអធិពលខ្លាំងមែនទែននៅទីនេះគ្រាន់តែកូនប្រុសរបស់គេចេញពីកុកមកភ្លាមក៏មានកាសែតចុះផ្សាយឡើងពេញទីក្រុងតែម្ដងទូប្រុសរបស់យើងនឹងមានឈ្មោះថាឈិនយីជាកូនប្រុសទី2នៃគ្រួសារមូរងហើយឈិនយីត្រូវបានដោះលែងពីពន្ធនាគារក្នុងថ្ងៃនឹងផងដែរហើយទូប្រុសរបស់យើងនឹងត្រូវរៀបការចូលគ្រួសារហួរជាមួយនឹងការដោះដូរដ៏ល្អមួយថ្ងៃនេះផងដែរគ្រួសារហួរក៏បានបោះសម្ពោធរោងភាពយន្តមួយហៅស្របមីងគាត់អ្នកដែលមកចូលរួមក្នុងថ្ងៃនេះសុទ្ធតែជាអ្នកដែលមានប្រជាប្រិយភាពខ្លាំងហើយម្នាក់ប្រុសនេះមានឈ្មោះថាហួរចុងឈីអ្នកស្នងមរតកគ្រួសារហួរបានចូលមកចិត្តតារាស្រីម្នាក់ហ្នឹងហើយប្រាប់ថាឲ្យទៅរកខ្លួនបន្តពីនឹងហើយក៏ដើរចេញទៅហើយនេះផងដែរគឺជាម្ដាយក្មេកនិងគូនដឹងរបស់ទូប្រុសដែលគូនដឹងរបស់ទូប្រុសហ្នឹងមានឈ្មោះថាហួរមីងសៀនមកពីគ្រួសារហួរហើយហួរចុងឈីហ្នឹងបានប្រាប់ហួរមីងសៀនថាកុំឲ្យធ្វើមុខអញ្ចឹងព្រោះថ្ងៃហ្នឹងគឺជាថ្ងៃដ៏អស្ចារ្យកុំឲ្យគ្រួសារមរងហ្នឹងមើលងាយគ្រួសារខ្លួនអញ្ចឹងណាតែម្នាក់ស្រីហ្នឹងបាននិយាយថាហួរចុងឈីហ្នឹងបានបង្ខំខ្លួនឲ្យរៀបការជាមួយនឹងឈិនយីដែលជាមនុស្សអត់បានការមនុស្សអាក្រក់មកពីគ្រួសារមរងហើយប៉ាក់ហ្នឹងក៏និយាយតជាមួយនឹងមីងសៀនថាអ្នកក៏មិនមែនជាកូនដែលមានតម្លៃក្នុងគ្រួសារដែរអញ្ចឹងការគូគងហ្នឹងគឺជាការគូគងដ៏ល្អមួយពេលហ្នឹងនាងខំក៏ដើរចេញបាត់ទៅគឺជាយ៉ាងយូលៀនត្រូវជាម្ដាយរបស់ហួរមីងសៀនគឺម្ដាយក្មេករបស់ទូប្រុសយើងហ្នឹងណាក៏គាត់អត់សុបាយចិត្តដែរប៉ុន្តែត្រូវប៉ាក់ហួរចុងឈីហ្នឹងថាកុំឲ្យគាត់ធ្វើមុខអត់សុបាយចិត្តអញ្ចឹងម្ដងហើយឆេងចិនជឺលោកស្រីធំនៃគ្រួសារមូរងត្រូវជាម្ដាយរបស់ទូប្រុសយើងនិងឈិនយូជាកូនប្រុសច្បងនៃគ្រួសារមូរងនាយិកាអាកាសចរខ្សែនហួរហើយចុងឈីហ្នឹងក៏បានមកទទួលលោកស្រីធំនៃគ្រួសារមូរងនិងឈិនយូហើយលោកស្រីមូរងក៏បាននិយាយថាសូមអបអរសាទរអាជីវកម្មគ្រួសាររបស់អ្នកកំពុងតែរីកចម្រើនខ្លាំងហើយចុងឈីហ្នឹងក៏បាននិយាយតបថាអ្នកលើកសរសើរខ្ញុំវាគ្រាន់តែជារោងកុនសម្រាប់ការកំសាន្តប៉ុណ្ណោះគ្មានអ្វីក្រៅពីនឹងទៀតទេនៅពេលអនាគតយើងក៏នៅតែពឹងផ្អែកលើការគ្រប់គ្រងរបស់អ្នកផងដែរហើយពេលហ្នឹងគេក៏នឹកឃើញរងនៅប្រទី2នៃគ្រួសារមូរងថាមិនមកចូលរួមទេអីដើម្បីឲ្យពួកគេហ្នឹងអាចពិភាក្សាពីពិធីភ្ជាប់ពាក្យរវាងគ្រួសារទាំងពីរហើយត្រូវលោកស្រីធំនៃគ្រួសារមូរងហ្នឹងថាអត់ចាំបាច់អីត្រូវទូប្រុសមកគិតរឿងហ្នឹងអស់ហ្នឹងទេដោយសារតែគ្រប់រឿងទាំងអស់គឺគាត់ជាអ្នកសម្រាប់តែរបស់មីងសៀនគាត់បានបដិសេធចង់ឲ្យកូនទាំងពីរជួបមុខគ្នាសិនមុនពេលភ្ជាប់ពាក្យហ្នឹងណានោះផងដែរមូរងឈិនយូឃើញម្ដាយរបស់ខ្លួនមិនសូវសប្បាយចិត្តហើយក៏សុំឲ្យម្ដាយរបស់មីងសៀនហ្នឹងចាំពិភាក្សារឿងហ្នឹងនៅថ្ងៃក្រោយស្រាប់តែម្ដាយរបស់ទូប្រុសអាកាត់តែម្ដងថាមានអីត្រូវចាំពិភាក្សាទៀតទេម្ដាយរបស់ហួរមីងសៀនហ្នឹងគឺគាត់អត់ហ៊ានតវ៉ាអីឡើយហាប៉ែចង់ឈីគេឃើញអញ្ចឹងគេក៏បង្វែរស្ថានភាពមកនិយាយពីការសហការរបស់ពួកគេវិញបើសិនជាមង្គលការរបស់ពួកគេទាំងពីរនាក់ប្រកបទៅដោយរលូនគេធានាថានឹងផ្ដល់នូវការលក់អាវុធទៅដល់គ្រួសារមូរងហ្នឹងតែមួយក៏ហើយក្រៅពីនេះទៀតគេនឹង support សាលាចិនហ្វារបស់ឈិនយូហ្នឹងផងដែរពេលហ្នឹងឈិនយូដែលជាបងប្រុសរបស់ទូប្រុសយើងហ្នឹងក៏និយាយថាគាត់ទទួលទូនាទីជានាយកសាលាហ្នឹងគឺព្រោះតែទំនួលខុសត្រូវមិនមែនដោយសារតែផលប្រយោជន៍អីទេបើសិនជាគេពិតជាចង់ជួយមែនសូមជួយទៅដល់សាលានោះទៅមិនចាំបាច់ជួយគេទេលក្ខណៈថាឈិនយូគេនិយាយប្រកាសទុកមុនអញ្ចឹងហ្មងណាព្រោះមើលតាប៉ែចុងឈីហ្នឹងគេដូចជាមានគោលបំណងមិនដឹងទេបាននិយាយដល់រឿងហ្នឹងតែពេលហ្នឹងមនុស្សដែលមានគេឈ្មោះល្បីល្បាញពេញទីក្រុងថាជាជនផ្ដាច់ការក៏បានបង្ហាញខ្លួនឡើងក្នុងសម្លៀកបំពាក់មេតបដ៏អស្ចារ្យដើរចូលមកក្នុងកម្មវិធីចាស់រៀងយ៉ាងសង្ហារបស់គេធ្វើអ្នកទាំងអស់គ្នាបានឃើញនិយាយពីថាមានគេក៏លេងមកមើលទូប្រុសយើងច្រើនមែនតើសូម្បីតែអ្នកកាន់កាមេរ៉ាក៏ត្រូវចាប់យករូបភាពរបស់ទូប្រុសយើងដែរបើសង្ហាម៉ងគេក៏នាំគ្នានិយាយថាតើនោះជាកូនប្រុសទី2នៃគ្រួសារមូរងមែនទេតែនិយាយពីថាគេនាំគ្នាមើលទៅទូប្រុសយើងគ្រប់គ្នាតែម្ដាយបើទូប្រុសយើងដូចជាអត់សូវចូលចិត្តមួយទូប្រុសយើងសោះពេលឃើញទូប្រុសយើងចេះតែមានកំហឹងក្នុងខ្លួនហ្មងណាខណៈពេលដែលឈិនយីដើរមកដល់ម្ដាយរបស់ទូប្រុសយើងហ្នឹងក៏ស្ដីឲ្យទូប្រុសតែម្ដងថាហេតុអីបានហ៊ានពាក់ឯកសណ្ឋានបែបនេះឈិនយីគេក៏តបថាគេពាក់ឯកសណ្ឋានបែបហ្នឹងគឺដើម្បីគោរពដល់ឪពុករបស់គេតែម្ដាយនេះថាឈិនយីហ្នឹងអត់ស័ក្តិសមឡើយឲ្យគេដោះកៅអៅហ្នឹងចេញឥឡូវហ្នឹងហ្មងហើយឈិនយូក៏បានជួយនិយាយប្អូនថាប្រហែលជាប្អូនប្រុសគេហ្នឹងផ្ដល់តម្លៃឲ្យគ្រួសារតែត្រូវលោកស្រីមូរងហ្នឹងស្ដីឲ្យឈិនយូថានិយាយជំនួសទូប្រុសអីចឹងណាស្រាប់តែពេលហ្នឹងលោកកូនទី2របស់យើងនេះទូប្រុសនេះក៏និយាយទៅកាន់ឈិនយូថាបើចង់ធ្វើល្អដាក់គេមែនណាឲ្យរៀបការជាមួយមីងសៀនហ្នឹងទៅតែបងប្រុសនេះអត់និយាយអីទាំងអស់ព្រោះមិនចង់មានរឿងអីជាមួយប្អូនទៅប្រាប់គេកុំឲ្យបករឿងត្រូវម្ដាយគេនេះថាឲ្យគេជាប់គុកយូរប្រហែលជាមិនដឹងទេថាបងប្រុសរបស់គេហ្នឹងមានគូតដឹងរួចហើយគឺជាកូនស្រីមហាសេដ្ឋីម្នាក់មកពីណានយ៉ាងហើយលក្ខណៈថាចេញមកគឺចង់អួតកូនប្រុសច្បងថាគេមានតម្លៃជាងអីចឹងណាតែចៃដន្យអីអ្នកប្រុសទី2យើងនេះប្រកែកឮដែរថាគេទៅចេញពីគុកគេស្មានតែម្ដាយគេភ្លេចថាមានគេម្នាក់ជាកូនដែរអញ្ចឹងណាស្រាប់តែពេលហ្នឹងអាប៉ែចុងឈីគេក៏ចូលមកកាត់ថាប្រហែលជាអ្នកប្រុសមានការយកច្រឡំអីតែដឹងទោះបីជាមង្គលការនេះគឺរៀបការដើម្បីសម្ព័ន្ធភាពរវាងគ្រួសារទាំងពីរក៏ដោយប៉ុន្តែប្អូនស្រីរបស់គេគឺជាមនុស្សស្រីដ៏ល្អម្នាក់ដែលស័ក្តិសមជាមួយទូប្រុសអញ្ចឹងហើយឈិនយីរបស់យើងអានេះវិញគ្មានឲ្យតល់ទេថាឲ្យអ្នកប្រុសហួរនឹងថាបើយកចិត្តទុកដាក់ដល់ថ្នាក់ទៅរៀបចំមង្គលការដើម្បីសម្ព័ន្ធភាពរវាងគ្រួសារទាំងពីរហើយមិនក៏មិនទៅប្រើជីវិតចាស់ទៅនៅជាមួយកងទ័ពនៅសមរភូមិហ្មងទៅវាមិនស្រួលទេអីដល់ពេលអញ្ចឹងធ្វើអាប៉ែចុងឈីហ្នឹងគេនិយាយអីលេងចេញហ្មងលក្ខណៈថាហួរចិត្តហើយម្ដាយប
របស់គេថមស្ដាប់លេងបានទៀតហើយក៏ចូលទៅក្នុងមុនទៅជាមួយនឹងពាក្យសម្ដីក៏ហឹមពីក្រោយឲ្យយកយល់ដល់ទូប្រោផងធ្វើមិនទេទូប្រោធំឡើងអត់មានម៉ៃអោបបដៅអញ្ចឹងអត់សូវចេះទប់សម្ដីរបស់ខ្លួនឯងប្រហែលទេទូប្រោរបស់យើងហ្នឹងក៏បែរមកវិញហើយក៏សួរទៅលោកស្រីយ៉ាងអត់ទេគួរតែហៅថាម្ដាយក្មេកតែណាទៅមីងសៀនតើនាងអ៊ីនទូប្រោមែនបានកិច្ចមុខអញ្ចឹងហើយលោកស្រីយ៉ាងអត់ពេញចិត្តជាមួយនឹងទូប្រោយើងទេហើយក៏ហាមទូប្រោថាកុំឲ្យហៅគាត់ថាម៉ែក្មេកព្រោះថាពួកគេអត់ទាន់រៀបការនៅឡើយហើយដល់ពេលអញ្ចឹងអបិចង់ឈីគេលឺអញ្ចឹងទៅហូរចិត្តហ្មងជាមួយនឹងអតចរិតរបស់ទូប្រោយើងក៏ដើរចេញបាត់ទៅនៅសល់តែពីរអ្នកបងប្អូនគេហ្នឹងអត់មកឈិញយូត្រូវជាបងប្រុសហ្នឹងក៏បានថាឲ្យឈិញយីថាកុំឲ្យធ្វើខ្លួនគួរឲ្យខ្មាស់គេបែបហ្នឹងអញ្ចឹងណាតែឈិញយីរបស់យើងក៏តបថាអ្នកដែលគួរឲ្យខ្មាស់គេហ្នឹងគឺជាឈិញយីផ្ទាល់ទេដោយសារតែត្រូវលក់ខ្លួនចូលក្នុងគ្រួសារហួរដើម្បីតែផលប្រយោជន៍ទាំងអស់ហ្នឹងអញ្ចឹងហើយពេលដែលចូលទៅដល់ក្នុងអង្គុយរងចាំមើលកូនហ្នឹងអនាគតកូនហ្នឹងទាំងពីរអ្នកហ្នឹងគេក៏បានរៀបចំឲ្យពីរអ្នកហ្នឹងអង្គុយក្បែរគ្នាដូចឲ្យពេលវេលាមីងស៊ីនហ្នឹងទៅសួរទូប្រោយើងហ្នឹងអញ្ចឹងថាហេតុអីបានជាទូប្រោយើងហ្នឹងនៅមានជីវិតទៀតហើយអ្នកប្រុសទី2របស់យើងនេះលើសំណួរហ្នឹងហើយឡើងអស់សំណើចថាតានាងកំពុងតែបន់ឲ្យគេស្លាប់មែនបើសិនជាប៉ងអញ្ចឹងមែនណាគូតែទៅព្រះវិហារទៅហើយមីងសៀនហ្នឹងក៏បន្តថាគេគ្រាន់តែជាមនុស្សដែលគ្រួសារលីហ្នឹងបោះបង់ចោលជាឃាតករដែលសម្រាប់ឪពុកនាងអញ្ចឹងទូប្រោហ្នឹងអត់គូនៅរស់ទេហើយឈិញយីយើងក៏តបថាប្រហែលជាគេជាមូរងហើយមើលទៅដល់ពេលលឺអញ្ចឹងមីងសៀនហ្នឹងគេឡើងអស់សំណើចចេះនិយាយចេញមកបានទាំងគ្រួសារមូរងហ្នឹងអត់មានការពារគេទេទៅអ្នកប្រុសទី2របស់យើងនេះបញ្ចប់សាច់រឿងដោយនិយាយថាពួកគេទាំងពីរអ្នកហ្នឹងគឺសុទ្ធតែជាកូនអុកដើម្បីផលប្រយោជន៍គ្រួសារទេដូច្នេះហើយគ្មានសិទ្ធិអីមកបដិសេធជាមួយនឹងមង្គលកម្មមួយនឹងឡើយនាងគួរតែធ្វើទូនទីរបស់នាងឲ្យល្អទៅហើយមីងសៀននេះវិញខាលើទូប្រោថាឲ្យនាងធ្វើទូនទីឲ្យបានល្អរៀបការជាមួយគ្នាអញ្ចឹងណាមីងសៀនហ្នឹងក៏តបទៅថានាងនឹងធ្វើឲ្យជីវិតទូប្រោយើងហ្នឹងរស់នៅដូចធ្លាក់នៅរੂអញ្ចឹងហើយឈិញយីរបស់យើងនេះអត់មានទៅព្រឹកសម្បល់ជាមួយនឹងពាក្យសម្ដីរបស់នាងទេហើយពេលហ្នឹងកូនគេក៏ចាប់ផ្ដើមលេងដល់ការនោះគេប្រើម៉ាស៊ីនស្លាយចាក់នៅលើផ្ទាំងកណាត់ពណ៌សគ្រាន់តែរូបភាពនៅលើកណាត់ហ្នឹងចេញមកភ្លាមម្នាក់ៗឡងផ្អើលឈូឆរហ្មងព្រោះថាវាមិនមែនជាភាពយន្តឡើយវាគឺជាវីដេអូហើយវីដេអូហ្នឹងគឺជាវីដេអូដែលបង្ហាញពីមីងសៀនហ្នឹងទៅរួមមេត្រីជាមួយនឹងបុរសណាម្នាក់ទេអត់ស្គាល់មុខទេប៉ុន្តែគេមើលដឹងថាវាមិនមែនជាទូប្រោយើងឡើយកាមេរ៉ាជិតច្រើនណាក៏ថតយកនៅរូបភាពគេខ្មាស់របស់មីងសៀនហ្នឹងហើយនាងខំសាច់ឡើងឆោឡហ្មងថាប្រាប់គេថាកុំឲ្យថតតែហាមគេមិនបាននៅគេថតយកហ្នឹងឯគ្រូសាទាំងសងខាងនេះវិញកំពុងតែតក់ស្លុតមានតែអ្នកប្រុសទី2យើងទេដែលអង្គុយធ្វើស្នាមញញឹមមកធ្វើឲ្យម្ដាយរបស់គេហ្នឹងអត់គិតអត់បានទេថាវាជាស្នាដៃរបស់ទូប្រោយើងចំណែកឯមីងសៀននេះវិញសាច់ហាមពួកគេអត់បានក៏ទៀងបនួនបិទផ្ទាំងកណាត់សហ្នឹងទៅហើយកូនបានបញ្ចប់ម្នាក់គេឡើងស្លន់ស្លោហើយចំណាយឈិញយីយើងវិញបាយជាងើបឡើងមកផ្ទះដៃភាពយន្តដល់ល្អឯកមួយនេះរួចក៏សម្លឹងមើលទៅម៉ាស៊ីនបញ្ជាដល់ទៅប្រាប់កូនចៅរបស់ខ្លួននឹងឲ្យទៅយកអាហ្វាល់នៃវីដេអូនឹងមកកុំឲ្យបែកធ្លាយតែពេលដែលចេញមកវិញម្ដាយរបស់ទូប្រោនឹងអត់មានទៅសួរនាំថាទូប្រោជាអ្នកធ្វើអត់ទេក៏ចោទយកតែម្ដងថាគាត់អត់គូណាមានកូនប្រោដូចជាឈិញយីសោះហើយពេលហ្នឹងប៉ាជឿក៏បានមកប្រាប់ទៅទូប្រោយើងថារកអត់ឃើញអាហ្វាល់វីដេអូហ្នឹងទេពេលដែលទៅដល់ហ្នឹងមាននរណាម្នាក់គឺយកចេញទៅបាត់ហើយឃើញមានតែផ្កាម្តងនេះទេនិយាយឃើញផ្កានេះភ្លាមក៏នឹកឃើញដល់ទូស័យរបស់យើងនាងធ្លាប់ប្រាប់ថាគ្រូសានាងមានផ្កានឹងច្រើនចាំនាងយកផ្កាហ្នឹងមកដាក់ក្នុងសួនរបស់ទូប្រោឲ្យអញ្ចឹងណាហើយជាការអរគុណវិញទូប្រោរបស់យើងនឹងជួយបង្រៀនរបាំតាំងក្រោយនាងវិញហើយមិនដឹងថាមានរឿងអីកើតឡើងទេនាងក៏ត្រូវគេបាញ់តម្លាក់ចុះពីរថភ្លើងនេះគឺជាការឈឺចាប់មួយនៃការបាត់បង់របស់ឈិញយីធ្វើឲ្យគេមានភាពដិតដាមខ្លាំងស្រាប់តែពេលហ្នឹងគេក៏លេងមកវិញទូប្រោរបស់យើងក៏បានឃើញមនុស្សស្រីម្នាក់ដែលមានរូបរាងដូចទូស័យយើងអញ្ចឹងកំពុងតែទិញផ្កាពីកូនក្មេងម្នាក់តែដែលឃើញអញ្ចឹងហើយទូប្រោរបស់យើងក៏រត់កាត់ភ្លាមតម្រង់ទៅរកនាងតែម្ដងតែក៏មានឧបសគ្គជាច្រើននៅកាត់មកតែពេលទៅដល់ក៏ឃើញថាមនុស្សស្រីម្នាក់ហ្នឹងមិនមែនជាទូស័យដែលគេធ្លាប់ស្គាល់ឡើយគេកំពុងតាមវែងជាមួយនឹងអារម្មណ៍របស់ខ្លួនឯងហើយគិតថាខ្លួនឯងហ្នឹងសម័យហើយតែខណៈហ្នឹងក៏ទៅលើសំឡេងរបស់នាងចេញពីមនុស្សស្រីម្នាក់ដែលវាដូចគ្នាមែនតើជាមួយនឹងសំឡេងរបស់ទូស័យរបស់យើងទូប្រោរបស់យើងក៏ស្រែកហៅថាស៊ូបន្តមើលទៀតក៏ដេញតាមរហូតទៅដល់ច្រកឋានមួយធ្វើឲ្យមានគេមានស្មារតីមកវិញថាខ្លួនឯងកំពុងតែសម័យតាមពិតទៅនាងបានស្លាប់បាត់ទៅហើយប៉ុន្តែមានទៅដឹងឯណាពេលដែលគេបែកខ្នងមកវិញវត្តមានរបស់ទូស័យក៏បង្ហាញខ្លួនឡើងហើយលួចមើលគេពីក្រោយហើយម្នាក់នេះហើយគឺជាស៊ូដែលគេកំពុងតែតាមរកនាងអត់តន់ស្លាប់ទេហើយនាងក៏និយាយថាខានជួបគ្នាយូរហើយឈិញយីយើងក៏លេងមកមើលគ្រួសារហូវិញមីងសៀនក៏ត្រូវបានបងចដូនមួយរបស់នាងតែក៏ព្រៀងឡើងចាស់ដៃតែម្ដងពីរឿងដែលនាងបកហាធ្វើឲ្យគ្រួសារគេអាម៉ាស់មុខពេញទីក្រុងហើយមីងសៀនឯនេះវិញថានាងអត់បានខុសទេព្រោះជាមនុស្សដែលនាងស្រឡាញ់ហើយនាងក៏អត់ចង់រៀបការជាមួយឈិញយីដែរគេគ្រាន់តែជាកូនប្រុសអត់បានកម្មម្នាក់ដែលគ្រួសារបោះបង់ចោលតែប៉ុណ្ណោះបើប្រៀបធៀបជាមួយលីប៉ាជឺគឺជាមនុស្សដែលបានដោះដូរជាមួយគេកាលពីតូចនោះហើយអបចុងឈីហ្នឹងក៏និយាយថានាងអត់ស័ក្តិសមទៅរៀបការជាមួយលីប៉ាជឿទេមនុស្សដែលស័ក្តិសមជាមួយនាងគឺមានតែឈិញយីតែម្នាក់គាត់ទោះជាអបចុងឈីហ្នឹងនិយាយមិនក៏ដោយក៏មីងសៀនណានៅតែបដិសេធថានាងអត់ចង់រៀបការជាមួយឃាតករដែលសម្រាប់ឪពុករបស់នាងឡើយឯចុងឈីហ្នឹងគេក៏បានអូកនាងឲ្យទៅមើលកញ្ចក់ទៅថាស្គាល់ខ្លួនឯងច្បាស់អត់
ថានាងគ្រាន់តែជាកូនស្រីទី2នៃគ្រួសារហួរតែប៉ុណ្ណោះដូច្នេះនាងគ្មានសិទ្ធិបដិសេធរឿងហ្នឹងទេបើសិនជានាងចង់រស់នៅគ្រួសារហួរបន្តទៀតធ្វើឲ្យមេសៀនឯនេះវិញបកាយអត់បានទៀតទេហើយចង់ឈីឯនេះវិញគេកំពុងតែក្តៅក្រហាយមួមកយ៉ាងខ្លាំងក៏បជាកូនចៅរបស់គេហ្នឹងចាប់មេសៀនទៅឃុំក្នុងបន្ទប់ហើយមិនឲ្យនាងចេញក្រៅទេហើយឲ្យកូនចៅទាំងអស់ផ្សព្វផ្សាយពាក្យចចាមអារាមថានាងលេបថ្នាំសម្រាប់ខ្លួនឥឡូវនេះកំពុងតែសម្រាប់ព្យាបាលនៅមន្ទីរពេទ្យនិយាយថាពេលដែលគេចូលមកចាប់បងមេសៀននាងក៏និយាយថាមិនបាច់ចាប់នាងទេនាងអាចដល់ដោយខ្លួនឯងបានហើយចំណែកតែបែកចង់ឈីវិញគេក៏ទៅគ្រួសារមូរងដើម្បីទាមទារការបកស្រាយដែលគេគិតថានេះជាស្នាដៃរបស់ទូរបស់យើងទាំងដែលជាកំហុសរបស់មីងសៀនសោះហ្នឹងហើយនេះផងដែរគឺជាភូមិគ្រឹះនៃគ្រួសារមូរងដែលអត់មានពីណាគេនៅទេមានតែកូនស្រីច្បងធ្វេសត្បិតតែគេធំមែនប៉ុន្តែខួរក្បាលនឹងបេះដូងរបស់គេប្រៀបដូចជាកូនក្មេងអញ្ចឹងម្ហូបអាហារថ្លៃគឺនាងអត់ចេះញ៉ាំទេនាងតែងតែនិយាយថាស្អុយហើយនាងញ៉ាំបានតែបន្លែតែប៉ុណ្ណោះមូលហេតុនោះគឺដោយសារតែពីមុនឪពុកម្ដាយរបស់គេទៅចោលហើយគេរស់នៅជាមួយនឹងភាពក្រីក្រអត់មានម្ហូបអាហារអីគ្រប់គ្រាន់ទេអញ្ចឹងហើយតែចំណូលចិត្តគេបែបហ្នឹងហើយខណៈនោះផងដែរស្រាប់តែលោកស្រីធំនៃគ្រួសារមូរងនិងឈិញយីក៏បានត្រឡប់មកដល់វិញហើយនាងក៏បញ្ញាចុះទៅភ្លាមហ្មងគឺដើម្បីចង់ដឹងរឿងរ៉ាវដែលកើតឡើងគ្រាន់តែចូលដល់ភ្លាមនាងក៏សួរផ្លេតតែម្ដងថាតើពិតដែរទេដែលកូនស្រីនៃត្រកូលហួរហ្នឹងគឺលួចមានប្រុសនៅពីក្រោយឈិញយីរបស់យើងហើយគេក៏គិតថាទង្វើទាំងអស់ហ្នឹងគឺឈិញយីអ្នកធ្វើឡើងហើយក៏ចាប់ប្រកាន់ឈិញយីយើងថាទៅបករឿងបកហេតុផ្ដោតភាពអាម៉ាស់ឲ្យគ្រូសារបស់គេដែលអត់គិតអីសោះអញ្ចឹងឈិញយូគេក៏បានចេញមុខការពារប្អូនប្រុសរបស់គេថាប្រហែលមកពីរឿងដែលគេបានបដូរតាំងពីក្មេងមកធ្វើឲ្យពួកគេហ្នឹងឃ្លាតឆ្ងាយគ្នាពេលត្រឡប់មកវិញក៏ត្រូវការកសាងតំណែងហើយវាត្រូវការពេលវេលាផងដែរតែមិនបានប្រមាណផងគេក៏ជាប់គុកហើយរយៈពេល3ឆ្នាំក្រោយត្រឡប់មកវិញហ្នឹងក៏ត្រូវបង្ខំឲ្យទូប្រុសយើងនឹងរៀបការទៀតដោយអត់មានបានសុំយោបល់អីពីទូប្រុសយើងបន្តិចសោះហ្មងរឿងហ្នឹងក៏អាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់គេផងដែរក៏ប្រាប់ឲ្យម្ដាយរបស់គេនឹងអត់ធ្មត់ជាមួយនឹងប្អូនប្រុសបន្តិចទៅតែម្ដាយអានេះវិញគ្រាន់តែឮថាឲ្យអត់ធ្មត់ជាមួយនឹងទូប្រុសរបស់យើងនឹងក៏ផ្ទុះកំហឹងឡើងតែម្ដងអត់ធ្មត់អញ្ចឹងមែនទេបើកុំតែឈិញយីនឹងផ្ញើសារប្តេផ្ដាស់ប្តីរបស់គាត់ក៏អត់ទាន់ស្លាប់ដែរប្តីរបស់គាត់គឺជាមេតបម្នាក់គួរតែស្លាប់ក្នុងសមរភូមិឲ្យមានគេឈ្មោះកិត្តិយសអីអញ្ចឹងតែបែរជាមកស្លាប់ដោយសារតែរឿងអត់បានការបោះឈិញយីនឹងដៃរបស់គេនឹងនិយាយផងខឹងផងគាត់អត់អស់ចិត្តពីប្តីរបស់គាត់កូនប្រុសច្បងអានេះវិញក៏តបទៅថាការស្លាប់របស់ឪពុកនិងគ្រួសារហូននោះនៅមិនទាន់អាចបកស្រាយបានច្បាស់នៅឡើយទេថាមានរឿងអីនៅពីក្រោយនោះហើយមើលទៅឈិញយីក៏គេមានអារម្មណ៍ថាខុសដូចគ្នាដែរអញ្ចឹងកុំឲ្យម្ដាយនៅប្រកាន់ទោសពីគេចំពោះរឿងនឹងអញ្ចឹងតែម្ដាយអានេះវិញអត់មានបានទៅយល់ឃើញអញ្ចឹងទេថាឈិញយីយើងជាមនុស្សនាំសួរយល់ល្អឈិញយូនេះនៅឆ្ងាយពីគេបន្តិចទៅបើមិនចង់មានគ្រោះថ្នាក់ចំណែកអាទូប្រុសរបស់យើងនេះកំពុងតែធ្វើទរណកម្មទៅលើបរិសម្នាក់ដែលជាប្រុសស្នេហ៍របស់មីងសៀននឹងឯងតាមពិតទៅបរិសម្នាក់ហ្នឹងគេអត់មានបានទៅស្រឡាញ់មីងសៀនទេរៀបចំផែនការនឹងយូរមកហើយដើម្បីសងសឹកជាមួយនាងកុំតែឈិញយីនឹងទេកុំអីព័ត៌មានដែលគេបានដេកជាមួយនាងហ្នឹងផ្សព្វផ្សាយពេញទីក្រុងនឹងបាត់ទៅហើយឈិញយីនេះក៏សួរថាហេតុអ្វីបានជាគេធ្វើអញ្ចឹងតែគេមិនបានឆ្លើយតបឡើយបើទោះបីជាគេមិនបានឆ្លើយតបក៏ឈិញយីយើងហ្នឹងសូបដឹងរួចទៅហើយគឺដោយសារតែមីងសៀនហ្នឹងធ្វើឲ្យប្អូនប្រុសរបស់គេខូចចិត្តទៅប្អូនប្រុសរបស់គេហ្នឹងលោតសម្រាប់ខ្លួនពីលើអាគារប៉ុន្តែប្អូនប្រុសរបស់គេហ្នឹងមិនទាន់ស្លាប់នៅឡើយហើយទូប្រុសរបស់យើងថែមទាំងដឹងទីតាំងប្អូនរបស់គេទៀតលឺអញ្ចឹងហើយគេខឹងខ្លាំងមែនទែនកុំឲ្យឈិញយីយើងហ្នឹងទៅប៉ះពាល់ប្អូនរបស់គេអ្នកដែលគួរឲ្យស្លាប់នោះគឺជាមីងសៀនឯណោះទេដូច្នេះហើយឈិញយីហ្នឹងក៏សួរថាតើ file វីដេអូនោះនៅឯណាតែគេមិនព្រមនិយាយអីសោះដូច្នេះហើយឈិញយីយើងក៏គម្រាមថាបើសិនជាគេស្លាប់បាត់នៅទីនេះតើប្អូនប្រុសរបស់គេនឹងគិតយ៉ាងម៉េចដល់ពេលលឺអញ្ចឹងគេក៏ព្រមនិយាយថាគេមិនដឹងថា file នោះនៅឯណាទេគេគ្រាន់តែទៅជួយចាក់មានមនុស្សម្នាក់ផ្សេងទៀតដែលគេយក file នឹងមកហើយក៏យកទៅវិញបាទត្រឡប់មកមើលគ្រួសារមូរងឯនេះវិញហូចុងឈីគេក៏បានមកដល់លោកស្រីមូរងគេក៏ឲ្យឈិញយូនៅដោះស្រាយទៅគ្រាន់តែមកដល់ភ្លាមគេក៏ស្រែកឆោឡោទៀមទីឲ្យគ្រួសារមូរងនឹងផ្ដល់ការបកស្រាយមួយឲ្យគេឈិញយូឯនេះឲ្យគេបន្ថយសំឡេងកុំឲ្យគេស្រែកខ្លាំងពេកហើយក៏និយាយថាមិនបានឲ្យគ្រួសារគេផ្ដល់ការបកស្រាយទៅវិញគ្រួសារគេគ្រាន់តែជាអ្នករងគ្រោះតែប៉ុណ្ណោះហើយប៉ែចុងឈីនឹងគេក៏និយាយថាវាជារឿងដែលឈិញយីនឹងបង្កើតឡើងដើម្បីទម្លាក់កំហុសដល់ប្អូនស្រីរបស់គេដោយសារតែរឿងនេះនាងបានលេបថ្នាំសម្រាប់ខ្លួនកំពុងសង្គ្រោះនៅមន្ទីរពេទ្យហើយក្នុងសម្បត្តិនោះនាងក៏បានសរសេរយ៉ាងច្បាស់ថានេះជាវីដេអូមិនពិតទេគឺអញ្ចឹងហើយឈិញយូគេឡើងអស់សំណើចតែម្ដងហើយចុងឈីណែគេក៏បន្តចោទប្រកាន់ទៀតថាវាជាទង្វើរបស់គ្រួសារមូរងព្រោះអ្នកដែលបញ្ជាកុននោះរកឃើញថាមានជាប់ពាក់ព័ន្ធជាមួយនឹងគ្រួសារមូរងផងដែរហើយពេលនោះចុងឈីគេក៏ស្រែកឡើងរកឯណាមនុស្សហើយក៏បានក្រវែងថូបការនោះបែកទៅឈិញយូគេអត់ធ្មត់មែនតែនក៏បញ្ជាឲ្យកូនចៅគេនឹងទៅសម្អាតថូបការដែលបែកនឹងទៅហើយក៏និយាយទៅកាន់ចុងឈីនឹងថារឿងដែលកើតឡើងនឹងក៏ប៉ះពាល់ដល់គ្រួសារគេដែរគ្មានហេតុផលអីត្រូវធ្វើអញ្ចឹងទេតែប៉ែចុងឈីនឹងគេក៏និយាយថាមានព្រោះអីយកហេតុផល
ផលនឹងថាគ្រួសារហួរធ្វើឲ្យគ្រួសារមូរងនឹងអាម៉ាស់មកហើយប្រើគ្រួសារហួរដូចជាទេសកលអញ្ចឹងទៅថ្ងៃក្រោយហើយបែកចុងឈីនឹងគេក៏ចង្អុលមុខទៅឈីងយូយើងឈីងយូគេក៏កាច់អាចង្អុលដៃនឹងចុះទៅក្រោមហើយក៏និយាយថាចុងឈីនិយាយអ្វីមួយឲ្យមានផុសតាងរឿងរ៉ាវដែលកើតឡើងនឹងវាប៉ះពាល់ដល់គ្រួសារទាំងពីរដែលខាតគ្រួសារមូរងនឹងមិនធ្វើរឿងទាំងអស់នឹងឡើយធ្វើឲ្យបែកចុងឈីនឹងគេក្តៅក្រហាយខ្លាំងមែនទែនគេក៏បានថាមិនចាំបាច់ផុសតាងអីទេគេនឹងបញ្ចប់ការភ្ជាប់ពាក្យតែម្ដងហើយទាហានរបស់គេដែលកំពុងតែធ្វើសង្គ្រាមនៅភាគខាងជើងនិងភាគខាងត្បូងនោះទៅប្រយុទ្ធដោយដៃទទេទៅហើយឈីងយូនេះមិនបានខ្លាចការគម្រាមនឹងទេខុសពីម្ដាយរបស់គេដែលចេញមកសម្រាប់សម្រួលថាមិនឲ្យផ្ដាច់បង្គោលការមួយនឹងឡើយចំណែកឯការផ្គត់ផ្គង់អាវុធរបស់គ្រួសារហួរមកឲ្យគ្រួសារមូរងនៅតែបន្តដូចគ្នាបែកចុងឈីអានេះវិញគេកំពុងតែសំតាមបំណងគេដែលមកថ្ងៃហ្នឹងគេក៏សរសើរទៅកាន់លោកស្រីមូរងដែលបានឃើញពីតម្លៃរបស់គ្រួសារគេហើយគេក៏បាននិយាយពីគោលបំណងរបស់គេតែម្ដងថាការគឺនៅតែការហើយការផ្គត់ផ្គង់អាវុធគឺនៅដដែលគ្រាន់តែដំឡើងថ្លៃ 30% ដើម្បីសងជំងឺចិត្តដល់គ្រួសាររបស់គេហើយបើសិនជាគ្រួសារមូរងមិនយល់ព្រមគេអាចផ្គត់ផ្គង់ទៅកន្លែងផ្សេងទៀតបានគេគ្មានបញ្ហាអីទេនិយាយថាបែកចុងឈីនេះល្បិចហ្មងណាដឹងថាគ្រួសារមូរងត្រូវការអាវុធចាំបាច់ពេលហ្នឹងស្រាប់តែចុងឈីរបស់យើងក៏មកដល់ជាមួយនឹងឡាំងមកកេះបីចរចាជាមួយចុងឈីថាវាគឺជា fan របស់អ្នកកាសែតដែលបានថតមីងសៀននៅថ្ងៃនោះទាំងអស់ប្រមូលមកអស់ហើយអញ្ចឹងហើយតើអាចពិភាក្សាគ្នាបានទេតែបែកចុងឈីនេះគេមិនអាចចរចាទេហើយឈីងយីយើងក៏និយាយថាមិនអីទេបើគេមិនចង់ផ្គត់ផ្គង់អាវុធគេអាចទៅរកដៃគូថ្មីទៀតបានហើយបែកចុងឈីហ្នឹងគេក៏និយាយថាអីទេចឹងបើគ្រួសារមូរងមិនឲ្យតម្លៃដល់គេទុកឲ្យគេនេះទៅនិយាយជាមួយគ្រួសារលីវិញតែឈីងយីរបស់យើងនេះមិនខ្វល់ទេក៏ឲ្យកូនចៅរបស់គេឈ្មោះថាឡៃអ៊ីជូនដំណើរលោកប្រុសហួរពេលដែលទៅជួបជាមួយនឹងសេនាប្រមុខលីប្រាប់គេផងពីរឿងដែលគេនេះពជាពេលការដឹកជញ្ជូនសម្ភារៈកងទ័ពដើម្បីតែផលប្រយោជន៍ធ្វើឲ្យកងទ័ពរបស់សេនាប្រមុខលីនឹងរងការវាយលុកយ៉ាងធ្ងន់ធ្ងរនៅឯអ៊ីងជើហើយនៅទីនោះក៏មានផោះតាំងស្រាប់អាចឲ្យគេទៅមើលដោយខ្លួនឯងបានធ្វើឲ្យបែកចុងឈីនេះគេក្តៅក្រហាយខ្លាំងមែនទែនហើយក៏ជេរឈីងយីយើងមួយម៉ាត់ទៅតែទូប្រុសយើងមានតែខ្វល់អីជាមួយនឹងពាក្យគេជេរទេហើយក៏ប្រាប់រឿងអាត់កំបាំងមួយទៀតទៅកាលណាបែកចុងឈីនឹងឲ្យបានដឹងថាមិត្តផលរបស់មីងសៀននឹងគឺនៅក្នុងដៃរបស់គេដែលមិត្តផលរបស់នាងនោះមានអាត់កំបាំងច្រើនណាស់ដែលគួរឲ្យចាប់អារម្មណ៍បើសិនបើទូផលរបស់យើងនឹងបញ្ចេញទៅវាធ្វើឲ្យប៉ះពាល់ដល់គ្រួសារហួរនឹងថែមទៀតព្រោះអាបែកចុងឈីនឹងគេអស់អីនិយាយហ្មងណាក៏គិតថាឈីងយីរបស់យើងជាអ្នកនៅពីក្រោយរឿងវីដេអូហ្នឹងហើយឈីងយីក៏ប្រាប់ថាវាមិនសំខាន់ទេថាអ្នកណានៅពីក្រោយរឿងហ្នឹងហើយពេលហ្នឹងផងដែរឈីងយូយើងក៏ចេញមុខកាត់បញ្ចប់កុំឲ្យមានរឿងវែងឆ្ងាយថាពួកគេនៅតែរក្សាការរៀបការដដែលនិងការផ្គត់ផ្គង់អាវុធក្នុងតម្លៃដើមហើយបែកចុងឈីហ្នឹងគេក៏យកព្រមស្រាប់តែឈីងយីរបស់យើងនិយាយថាគេទៅតែលឺថាអ្នកប្រុសហួរបាននាំចូលយន្តហោះជាច្រើនគ្រឿងចេះទៅផ្ដល់យន្តហោះមួយគ្រឿងដល់សាលារបស់បងប្រុសគេទៅទុកជាបណ្ដាការរបស់មីងសៀននឹងទៅចោតែពេលហ្នឹងអាបែកចុងឈីហ្នឹងគេក្តៅស្លឹកត្រចៀកខ្លាំងមែនទែនគេពិតជាមិនយល់ព្រមនឹងរឿងទាំងអស់ហ្នឹងឡើយតែឈីងយីរបស់យើងឲ្យគេគិតឲ្យច្បាស់ទៅអត្ថបទសារព័ត៌មាននៅថ្ងៃស្អែកគេបានត្រៀមចេញរួចហើយរវាងចំណងជើងពីរទី1គឺអ្នកនាងហួរមិនដាច់ចិត្តពីគូស្នេហ៍ចាស់ហើយនឹងទី2នោះគឺការសហការដ៏ល្អរវាងគ្រួសារមូរងនិងគ្រួសារហួរគួរចេញមួយណាគឺអាស្រ័យទៅលើការសម្រេចចិត្តរបស់គេពេលនេះហើយម្ដាយគេលឺអញ្ចឹងហើយនិយាយថាពេញចិត្តចំណែកអាបែកចុងឈីនេះវិញទូប្រុសយើងបិទគ្រប់ចិត្តរហូតទៅហើយមានតវ៉ាអីបានទៀតតែយល់ព្រមទាំងក្រុមគ្រាបញ្ជាក់ជាមួយទូប្រុសយើងទៀតថាដាច់ខាតមិនឲ្យព័ត៌មានទាំងអស់ហ្នឹងបែកធ្លាយទៅទេហើយទូប្រុសរបស់យើងថាសូមធានាទុកចិត្តលើទូប្រុសចោះហើយគេចង់សុំតកាន់ជីងឈីនឹងផងដែរថាគេប្រហែលជាមានសមត្ថភាពតែទាញមីងសៀនចេញពីភ្នោបានហើយត្រូវអត់គេនិយាយអញ្ចឹងគេចង់បញ្ជាក់ថាគេដឹងច្បាស់ថាប្អូនស្រីរបស់ចុងឈីនឹងមិនបានចង់សម្លាប់ខ្លួនទេគ្រាន់តែបែកចុងឈីនឹងចេញទៅបាត់ដល់ស្រាប់តែបងស្រីធំរបស់គេនឹងហាមាត់មកឡែតតែម្ដងថាទូប្រុសរបស់យើងគេជាមនុស្សដែលមានតំណែងមុខមាត់បែរជានាំយករឿងអាម៉ាស់ទាំងអស់ហ្នឹងដើម្បីតែផលប្រយោជន៍វាមិនត្រូវទេតែគួរតែធ្វើវិធីផ្សេងវាល្អជាងដើម្បីកុំឲ្យប៉ះពាល់ដល់គ្រួសាររបស់គេឈីងយីរបស់យើងត្រង់ស្អាប់លេងបានហើយក៏ថាទៅពេលឃើញអ្នកទាំងអស់គ្នាខឹងគេសប្បាយចិត្តមីងធំហាមាត់ប្រុងស្ដីមកទៀតប៉ុន្តែឈីងយីរបស់យើងនិយាយបានមុនថាឲ្យគាត់បន្ថយកំហឹងខ្លះទៅឬមួយក៏ក្រវីក្បាលគាត់ទៅវិញទៅមកក៏បានដែរដើម្បីកុំឲ្យគាត់នឹងខឹងពេកណាមានអីរត់តែធ្វើឲ្យគាត់ខឹងលើសដើមមកឯម្ដាយឯនេះវិញក៏ប្រាប់ទៅកូនស្រីឲ្យគេនឹងឈប់ធ្វើជាចរិតកូនក្មេងទៀតទៅហើយបន្ទាប់ពីនឹងទៀតឈីងយីរបស់យើងប្រុងនឹងត្រឡប់ទៅវិញស្រាប់តែបងប្រុសរបស់គេមកខត់ហេតុអ្វីបានជាគេមិនបដិសេធថាគេមិនបានធ្វើរឿងទាំងអស់ហ្នឹងព្រោះឈីងយូមើលដឹងថានេះមិនមែនជាស្នាដៃរបស់ទូប្រុសយើងទេតែឈីងយីនឹងថាបើចង់មកបង្រៀនគេឲ្យទុកដង្ហើមដកខ្លួនឯងទៅហើយឈីងយូក៏ថាបើឈីងយីមិនចង់រៀបការគេអាចបដិសេធបានតែឈីងយីគេថាមិនចាំបាច់ទេយ៉ាងណាក៏គេគ្មានមនុស្សដែលខ្លួនស្រឡាញ់ដែររៀបការជាមួយអ្នកណាក៏ដូចតែគ្នាមិនថាហួរមីងសៀនឬមួយក៏ឈិនមីងសៀនទេវាគ្មានអ្វីខុសគ្នាឡើយឯនោះហាឈីងយីគេបំរុងនឹងចាក់ចេញទៅហើយបងប្រុសគេក៏ខត់ម្ដងទៀតថាមេភ្លៀងខ្លាំងណាស់គេសម្រាប់នៅផ្ទះទៅថ្ងៃហ្នឹងចាំគេនាំឈីងយីនឹងទៅជួបជាមួយនឹងគូដណ្ដឹងរបស់ខ្លួនឈីងយីរបស់យើងបែរមកវិញហើយសួរទៅកាន់ឈីងយូថានឹងជាផ្ទះរបស់គេមែនទេធ្វើឲ្យឈីងយូគេនិយាយអីលែងចេញតែម្ដងក៏សម្លឹងមើលប្អូនចាក់ចេញទៅតាមផ្លូវត្រឡប់ទៅវិញនឹងឡៃអ៊ីគេក៏បានរាយការណ៍ពីដំណឹងដែលគេទៅរកឃើញ
ថាអ្នកដែលយក file វីដេអូនឹងចេញទៅគឺជាមនុស្សស្រីហើយគ្មានពីណាគេទេគឺជាស៊ូទូស្រីរបស់យើងនឹងតែ Lai E មិនដឹងថាជាពីណាគេទេហើយក៏សួរទូប្រុសយើងថាឲ្យសើបន្តទៀតអត់ហើយឈិនយីនឹងក៏ថាឲ្យសើបន្តទៀតព្រោះគេសង្ស័យថាអ្នកបង្ករឿងនឹងមានបំណងអីបន្ទាប់ពីនឹងមកសាច់រឿងក៏កាត់មកដល់ថ្ងៃភ្ជាប់ពាក្យរបស់កូនប្រុសទាំងពីរនៅគ្រួសារមូរងសាប់គូទី1នោះគឺឈិនយីយើងជាមួយនឹងហួមេងសៀននិងគូទី2គឺឈិនយូជាមួយនឹងហ្វាំងមីងឡានហើយទូប្រុសមានតែដឹងឯណាថាហ្វាំងមីងឡានជាកូនស្រីមហាសេដ្ឋីនៅណានយ៉ាងនោះគឺជាមនុស្សតែម្នាក់ធ្លាប់ជាអតីតគូស្នេហ៍របស់ឈិនយីឈ្មោះថាស៊ូស៊ូគ្រាន់តែឃើញមុខរបស់គេហើយធ្វើឲ្យទូប្រុសរបស់យើងតក់ស្លុតខ្លាំងមែនទែនហេតុអីបានជាមនុស្សស្រីដែលស្លាប់បាត់ទៅហើយនៅឈរពីមុខគេអញ្ចឹងហើយសាច់រឿងរបស់យើងក៏ស្លេះត្រឹមនេះរងចាំភ័ក្រពីទាំងអស់គ្នាណាបាយបាយអ្នកទាំងអស់គ្នា